សួស្តីបងប្អូនអរគ្នាបាទចឹងថ្ងៃនេះគឺយើងចេញទៅត្រៀបទៀតហើយអ្នកនរគ្នាបាទហើយថ្ងៃនេះដែរគឺខ្ញុំនឹងធ្វើដំណើរទៅកាន់រមណីយដ្ឋានមួយអ្នកនរគ្នាបាទដែលនៅខេត្តតាកែវយើងនឹងដែលមានឈ្មោះថារមណីយដ្ឋានត្រីមាសអ្នកនរគ្នាបាទឥឡូវយើងចូលមកដល់រមណីយដ្ឋានអ្នកនរគ្នាថាកញ្ចក់គេច្រើនមែនទែនអ្នកនរគ្នាហើយរមណីយដ្ឋានហ្នឹងគឺនៅជាប់ដងភ្នំចឹងអ្នកនរគ្នាទេសភាពគឺស្ងប់ស្ងាត់ស្អាតមែនទែនអ្នកនរគ្នាហើយគេក៏មានលក្ខណៈជាផ្ទះលំហែផ្ទះអីចឹងណាអ្នកនរគ្នាបាទនេះគឺផ្លូវដើរនៅក្នុងរមណីយដ្ឋានគេអ្នកនរគ្នាបាទគឺគេចាក់បេតុងស្អាតមែនទែនហើយខ្ញុំថតទៅហ្នឹងគឺផ្ទះលំហែគេនៅជាប់គៀកនេះទៅចកេះភ្នំហ្មងអ្នកនរគ្នាបាទហើយកន្លែងខ្ញុំដើរហ្នឹងគឺវាជើងភ្នំអីចឹងណាអ្នកនរគ្នាហើយកញ្ចក់គេគឺស្អាតមែនទែនអ្នកនរគ្នាខ្ញុំមកនេះគឺពេលព្រលឹមពេកចឹងអត់ទាន់ឃើញមានបងប្អូនមកលេងចឹងណាហើយនេះគឺត្រីដែលគេចិញ្ចឹមអ្នកនរគ្នាគឺច្រើនមែនទែនត្រីខយត្រីអីចឹងណាអ្នកនរគ្នាចឹងបានរមណីយដ្ឋានហ្នឹងគេហៅត្រីមាសហើយយើងមើល view ពីនេះទៅគឺស្អាតមែនទែនអ្នកនរគ្នាបាទគឺទឹកថ្លាហើយឃើញភ្នំចឹងមានកញ្ចក់មានអីចឹងគឺ fresh មែនទែនអ្នកនរគ្នាបាទហើយសម្រាប់វីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងអ្នកនរគ្នាយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតអូខេបាយបាយ